ជំរាបសួរបងទាំងពីរបាទជំរាបសួរសួរបងតើតួអង្គណាក្នុងរឿងកុលាបបលិនដែលបងគិតថាជាតួអង្គដែលយើងគួរតែយកតម្រាប់តាមបាទអរគុណសម្រាប់សំណួរនេះហើយបើតាមខ្ញុំធ្លាប់អានសភៅកលាបៃលិនមកតួអង្គដែលខ្ញុំស្រឡាញ់ហើយនឹងគួរយកគំរូតាមគឺតួអង្គចៃចិត្តដែលខ្ញុំបានមើលឃើញថាគាត់ជាមនុស្សដែលមានភាពកតញ្ញូមានភាពស្មោះត្រង់គាត់គឺជាគំរូដ៏ល្អសម្រាប់ខ្ញុំសម្រាប់រឿងកុលាបបៃលិនយើងមានតួអង្គច្រើនហើយតួអង្គនីមួយៗក៏សុទ្ធតែមានតម្លៃអប់រំរៀងខ្លួនតាំងពីល្អមានដូចជាតួអង្គចៅចិត្តត្បិតតែគាត់ជាតួអង្គដែលសុចរិតត្រឹមត្រូវទៀងត្រង់គាត់មនុស្សស្មោះនឹងស្នេហាស៊ូស្លាប់ដើម្បីមនុស្សស្រីដែលខ្លួនស្រឡាញ់មិនចេះលោភលន់តែគាត់មិនមែនជាតួអង្គដែលខ្ញុំអាចយកគំរូបានទេតាមខ្ញុំគិតថាតួអង្គដែលខ្ញុំស្រឡាញ់ពេញចិត្តក៏មិនមែនលោករួមរតនសម្បត្តិដែរគឺតកែផាន់គឺលោកតកែផាន់គ្នាលោកបាឡាត់បាទតួអង្គដែលខ្ញុំមិនចូលចិត្តនិងមិនគួរយកតម្រាប់តាមគឺតកែផាន់និងលោកបាឡាត់ឥឡូវខ្ញុំលើកតកែផាន់គាត់ជាមនុស្សអាក្រក់ជាមនុស្សដែលយើងមិនគួរយកគំរូតាមទេក្នុងរឿងហ្នឹងប្រែងតួអង្គតកែផាន់ជាតួខូចមិនក៏បងយកធ្វើជាតួគំរូទៅវិញការពិតគឺគាត់មិនខូចទេគាត់គឺជាមនុស្សឆ្លាតដែលគាត់អាចមកបន្លំខ្លួនធ្វើជាតកែចូលក្នុងផ្ទះលោកលួងរតនសម្បត្តិដែលជាអ្នកមានស្កឹមស្កៃហើយមានចំណេះដឹងនៅអត់ចាប់គាត់បានហើយអត់ដឹងថាគាត់នឹងគឺជាចោលដែលមានជំនាញច្បាស់លាស់របស់គាត់ហើយខ្ញុំគិតថានេះគឺជាមនុស្សដែលខ្ញុំអាចយកតាមយកជាគំរូបានណា